okឥឡូវដួសហើយដួសដាក់ចានញ៉ាំអូខេនេះចានចាថែមប៉ុណ្ណេះទៀតអូខេបងប្អូនមកញ៉ាំបាយជាមួយខ្ញុំពេលល្ងាចនេះបាយពីអ្នកយាយតាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើត្រីពម៉ាចំហុយជាមួយសាច់ជ្រូក3ជាន់និងពងទាត្រីពម៉ានេះខ្ញុំទិញពីស្រុកខ្មែរមកបងប្អូនទុកបានយូរដែរតាបងប្អូនសម្រាប់ត្រីប្រម៉ាខ្ញុំប្រលះយកតែសាច់ទេបងប្អូនឆ្អឹងហើយនឹងស្បែកហ្នឹងខ្ញុំយកវាចេញណាសម្រាប់ត្រីប្រម៉ាខ្ញុំដាក់មកល្មមសមនឹងសាច់ជ្រូក3ជាន់អញ្ចឹងណាបងប្អូនប៉ុន្តែអាហ្នឹងអាស្រ័យទៅលើបងប្អូនម្នាក់ណានៃការចូលចិត្តណាអ្នកខ្លះគាត់ដាក់ច្រើនទៅអ្នកខ្លះគាត់ដាក់តិចចឹងទៅអ្នកខ្លះគាត់ដាក់ល្មមអញ្ចឹងណាវាអាស្រ័យទៅតាមការចូលចិត្តរបស់មនុស្សម្នាក់អញ្ចឹងណាបងប្អូនខ្ញុំហាន់សាច់ជ្រូក3ជាន់ឲ្យវាស្ដើងណាបងប្អូនដើម្បីងាយស្រួលនឹងការចិញ្ច្រាំអញ្ចឹងណាបន្ទាប់ពីចិញ្ច្រាំសាច់ជ្រូកហើយអញ្ចឹងក៏ខ្ញុំដាក់ត្រីប្រម៉ាចូលចិញ្ច្រាំជាមួយគ្នាអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតខ្ញុំយកខ្ទឹមសហាន់វាឲ្យរាងទូចបន្តិចណាដាក់ចូលកញ្ច្រាំជាមួយត្រីប្រម៉ាហើយនឹងសាច់ជ្រូកហ្នឹងទៅឲ្យវាម៉ត់អញ្ចឹងណាបងប្អូនបងទា4គ្រាប់ខ្ញុំត្រីប្រម៉ាកញ្ច្រាំមួយសាច់ជ្រូកនេះគ្រឿងមានស្បែកជ្រូកអីចឹងណានេះមានម្រេចស្ករសប៊ីចេងម្សៅស៊ុបខ្នុរយើងដាក់តិចលាយគ្នាណាដាក់ម្សៅស៊ុបអត់ដាក់ច្រើនទេដោយសារតែត្រីប្រម៉ាខ្ញុំលាងវាដែរហ៎នេះប៊ីចេងស្ករសម្រេចខ្ញុំដាក់ម្រេចតិចហើយខ្ញុំដាក់ត្រីប្រម៉ាចូល
không chui na chụp xoài chay vậy lụa miền xoài chay miền bột pia miền trọt ruồi nên có sợ ngày chụp xoài chay nó sập mấy cái bạ đó rồi nó sập mai nó sập bố từ nhiều còn sập bài bố sập bài sập tay luôn นั่งไงเป็นอยากศึกษาก่อนมาเต้นสบายอ่ะนั่งถึงชื่อเป็นกรามนี่จำหอยไตรปมาปองเตี้ยใส่จุกันจรามมาเลยจะอันให้หนึ่งอีกนั่งคือยำตามมาโฮปนังเตบองโอนมาบองโอนถึงออกเนี้ยมายำจมูกขยมโอเคอะไรดูให้ดูดักจานยำโอเคนี่จานจะให้ไปไหนเตี้ยโอเคมาบองโอนมายำใบจมูกยมเป็นอย่างนี้นี่ใบปีเนี้ยเยตา